hay chỉ riêng cái địch trôi tròn phần lịch phần tay sông khmer nơi tại đa từ mục mà giờ này lớp pi sừng cream thay chỉ riêng thua ở dương thệ cho thua ở dương lịch lung ngợp mục mình rồi đời xa khơi phiệp đi chầm rán bao dương mà giờ này cùi cọt sông phò thay ở đại tròn phần lịch dương ba này đờ rạp na phải chi chun dương mình tròn phần lịch triệt xa hơn anh hay nơi tại sờ lạnh rụp rụm sa mà kỳ kia miền bông bông khmer mà chờ nuôn nơi tại mơ một căn triệt xa hơn anh khơi ở cọ khơi mình là o khơi phát khát là hồ giúp chỉ riêng bẹ bên ta khmer hay mơ một căn triệt xa hơn anh tha triệt xa luôn anh khmer ở ngược trong trong này bông bông đo bên ta khmer nơi tranh hay mơ một căn Campuchia đây cái đây sờ lạnh đây phiệp cái đua là vật tê dương cùng sọn bên tên bông bông sừng cream chop bật vào con tâm chân năm cao chiêng ní tề hai bà sân mà dương thiệp Campuchia mong mình nuôi Campuchia phiệp đôi chiên nè rộ bua mình nè đã sau lần ham tắc không prăng độ chẳng nơi phía đại đao tranh phi sừng cream dương chi diêm rung rộ bua luôn anh phong dương chi diêm tờ đó đao một mục áp hì vọt luôn anh ấy đao mà đao ngay ní phong nhưng chưa tha Campuchia mình là ọt cho hề và hai chị dương khơi miên ở bờ bục rồi lui phiệp mình pro ở đây phiệp ạ sạc cam môi trời nuôn ởក្នុងប្រទេសរបស់យើងហើយយើងស្អប់ប្រទេសរបស់យើងប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេការចូលរួមធ្វើជាសម្លេងការដោះស្រាយបញ្ហាលើកបញ្ហាទាំងអស់នេះឲ្យរាជរដ្ឋាភិបាលដឹងហើយបន្តដោះស្រាយជាមួយគ្នាដើម្បីភាពល្អប្រសើររបស់ប្រទេសជាតិនោះទៅហៅថាស្រឡាញ់ប្រទេសជាតិពិតប្រាកដខ្ញុំប្រកាសថាទោះប្រទេសណាដែលអួតថាខ្លួនឯងប្រជាធិបតេយ្យអួតថាខ្លួនឯងល្អឥតខ្ចោះប៉ុណ្ណាភាពអសកម្មទាំងអស់នោះមាននៅក្នុងប្រទេសទាំងអស់នោះដូចតែគ្នានឹងអញ្ចឹងបងប្អូនទាំងអស់គ្នាត្រឡប់មកវិញសូមអោបកសោបជាតិសាសន៍យើងសូមស្រឡាញ់ជាតិសាសន៍យើងហើយឲ្យតម្លៃជាតិសាសន៍យើងពីព្រោះมันមាននរណាអាចស្រឡាញ់ជាតិសាសន៍យើងដូចជាយើងខ្លួនឯងឡើយបើសិនបើយើងជន់ពន្លិចជាតិសាសន៍យើងហើយមើងងាយជាតិសាសន៍យើងតើនរណានឹងមកឲ្យតម្លៃជាតិសាសន៍នេះតើនរណានឹងធ្វើឲ្យជាតិសាសន៍នេះរីកចម្រើនរុងរឿងទៅបានបើសិនបើយើងទាំងអស់គ្នាមិនខំប្រឹងខ្ញុំធំឡើងជាយុវជនម្នាក់ដែលគ្រួសារខ្ញុំបរៀនឲ្យស្រឡាញ់ប្រទេសជាតិខ្ញុំតែងតែចូលរួមធ្វើការងារសង្គមឲ្យតែខ្ញុំអាចមានពេលឲ្យធ្វើបានអង្គរសង្គ្រាមត្រូវការអ្នកស្ម័គ្រចិត្តអីខ្ញុំទៅកម្មវិធីនេះនិយាយជជែកជាមួយយុវជនលើកទឹកចិត្តយុវជនខ្ញុំទៅពេលខ្ញុំចេញធ្វើការខ្ញុំធ្វើការងារមួយអង្គការចុះជួយសហគមន៍ជួយអីផ្សេងខ្ញុំពិតជារំភើបហើយមានអារម្មណ៍ថាខ្ញុំអាចជាចំណែកសម្រាប់ប្រទេសជាតិរបស់ខ្ញុំមិនល្អទេប៉ុន្តែខ្ញុំដឹងថាខ្ញុំពិតជាអាចឲ្យត្រឡប់ទៅកាន់ប្រទេសជាតិរបស់ខ្ញុំបានហើយរហូតមកដល់ថ្ងៃនេះខ្ញុំមករៀនតនៅបរទេសហើយខ្ញុំតែងតែរំពឹងថារកទាំងចំណេះដឹងអ្វីដែលខ្ញុំបានរៀននឹងអាចយកទៅអភិវឌ្ឍចូលរួមដើម្បីកសាងប្រទេសជាតិរបស់ខ្ញុំដូចគ្នាអញ្ចឹងប្រទេសជាតិអាចរីកចម្រើនទៅបានមិនមែនដោយសារតែខ្ញុំមិនមែនដោយសារតែមនុស្សមួយក្រុមទេគឺដោយសារប្រជាជនយើងទាំងអស់គ្នាមានស្មារតីស្នេហាជាតិមានក្តីស្រឡាញ់ចំពោះប្រទេសជាតិហើយចង់ឃើញប្រទេសជាតិរីកចម្រើនរុងរឿងអញ្ចឹងឈប់ជន់ប្រទេសខ្លួនឯងទៅបបរទេសគេក្តិចត្រួយគេជន់ពន្លិចឲ្យគេធ្វើប៉ុន្តែសំខាន់យើងរួបរวมយើងកសាងប្រទេសជាតិរបស់យើងដាក់អ្វីដែលយើងមានដើម្បីភាពល្អប្រសើររបស់ប្រទេសជាតិយើងនោះទៅហៅថាយើងជាអ្នកស្រឡាញ់ជាតិពិតប្រាកដអញ្ចឹងរួមគ្នាឡើងខំប្រឹងឡើងខ្ញុំជឿថាបើសិនបើខ្មែរមានក្តីស្រឡាញ់ចំពោះប្រទេសជាតិដូចថ្ងៃនេះដូចឥឡូវនេះពេលដែលសៀមឆ្លៀនពៀនអញ្ចឹងខ្ញុំជឿថាមិនយូរទេ5ឆ្នាំ10ឆ្នាំទៅមុខទៀតកម្ពុជានឹងកាន់តែរុងរឿងហើយអស្ចារ្យគេឈ្មោះកម្ពុជាល្បីលើឆាកអន្តរជាតិហើយកម្ពុជានឹងក្លាយជាប្រទេសដែលមានតែមោទនភាពចុះបងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរអាច comment នៅខាងក្រោមបានហើយប្រសិនបើគិតថាស្មារតីស្នេហាជាតិសំខាន់កុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីឲ្យអ្នកផ្សេងទៀតស្រឡាញ់ហើយរួបរวมគ្នាស្រឡាញ់ប្រទេសជាតិរបស់យើងមួយយ៉ាងនេះមានបងប្អូនដែលមើលវីដេអូអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំចន្ទរិទ្ធសូមអរគុណ